ចំពោះវាការដែលសេចក្តីប្រកាសរបស់ថៃចំពោះជនជាតិរុស្ស៊ីมันតាប់បញ្ហានេះមិនដែលមានព័ត៌មានបែបនេះទេមិនដែលទទួលព័ត៌មានបែបនេះទេដូច្នេះមិនមានអ្វីដែលមិនមានភពតានអ្វីឡើយដែលយើងទុកចាប់លើព័ត៌មាននេះទេដូច្នេះខ្ញុំមានអត្ថាធិប្បាយណាមួយចំពោះចំណុចទី2ក្នុងរយៈពេលនេះខ្ញុំមិនទាន់ឃើញការចោទប្រកាន់របស់នេះពីខាងភីគីតែថៃចាំយើងពិនិត្យមើលព័ត៌មាននេះប៉ុន្តែបើចោទប្រកាន់គ្រប់ព័ត៌មានដែលคล้ายដែលជាផ្សព្វផ្សាយយើងខាត់ពេលវេលាច្រើនដូច្នេះយើងត្រូវតែពិនិត្យមើលតើវាមានខ្លឹមសារអ្វីទេរហូតដល់ពេលនេះយើងមិនសូវតាប់បញ្ហានេះទេហើយតើអ្វីជាផ្សព្វផ្សាយព័ត៌មានបែបនេះដែលពាក់ព័ន្ធនឹងជាការចូលរួបរวมរបស់ជនជាតិរុស្ស៊ីប៉ុន្តែលើនេះខ្ញុំមិនធ្វើអត្ថាធិប្បាយណាមួយទេ